ដំណើរជីវិតគឺជាជម្រើសការចេញឡើងពីខ្លួនរបស់យើងបើសិនជាយើងជ្រើសយកនៅសន្តិភាពផ្លូវចិត្តប្រកាសណាស់យើងនឹងបាត់បង់មនុស្សនៅជុំវិញខ្លួនរបស់យើងជាច្រើនហេតុផលអីទៅខ្ញុំនិយាយពាក្យហ្នឹងនៅពេលដែលយើងចាប់ផ្ដើមជ្រើសរើសយកនៅសន្តិភាពផ្លូវចិត្តគឺយើងនឹងលែងពាក់ព័ន្ធជាមួយមនុស្សខាងក្រៅច្រើនហើយដោយសារតែពេលដែលយើងមានមិត្តភ័ក្តិច្រើនយើងដឹងថាយើងអាចនឹងទៅមានកម្មវិធីក៏ច្រើនយើងនឹងមានការជួបជុំច្រើនយើងក៏ទទួលបាននៅរឿងច្រើនរឿងពីនោះមកច្រើនដូចគ្នាប៉ុន្តែពេលដែលយើងចាប់ផ្ដើមជ្រើសរើសនៅសន្តិភាពផ្លូវចិត្តខ្លួនឯងយើងចង់ឲ្យខ្លួនឯងស្ងប់ស្ងាត់យើងចង់ឲ្យផ្លូវចិត្តខ្លួនឯងទទួលបាននៅសេចក្តីសុខដែលយើងអត់ចង់ពាក់ព័ន្ធជាមួយនឹងរឿងខាងក្រៅច្រើនពេកទេអញ្ចឹងប្រកាសណាស់ថានៅពេលដែលមានកម្មវិធីម្ដងយើងអាចនឹងមិនទៅឬក៏យើងអាចនឹងកាត់បន្ថយម្ដងតិចយូរទៅចង់មិនចង់មនុស្សដែលនៅជុំវិញខ្លួនយើងក៏ជាថយតាមនឹងដែរអញ្ចឹងទៅគេនិយាយថាវាជាជំរឿដែលយើងរើសបើសិនជាយើងចង់ឲ្យខ្លួនឯងសុខសប្បាយឲ្យសន្តិភាពផ្លូវចិត្តខ្លួនឯងមានសន្តិភាពគឺយើងត្រូវកាត់បន្ថយមនុស្សដែលនៅជុំវិញខ្លួនយើងប៉ុន្តែបើយើងជ្រើសរើសយកមនុស្សជុំវិញខ្លួនយើងឲ្យច្រើនគឺយើងនឹងត្រូវតតមួយសម្ពាធផ្លូវចិត្តខ្លះហើយពីព្រោះពេលខ្លះរឿងដែលយើងទទួលបានក៏ច្រើនជាមួយរឿងខ្លះផងជាមួយនឹងរឿងដែលយើងមិនចង់ដឹងខ្លះផងអញ្ចឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាវាពិតជាសម្ពាធសម្រាប់ខ្លួនឯងតែអ្វីគ្រប់យ៉ាងគឺសិតតែជាការជ្រើសរើសរបស់យើងឯងវាប្រកាសជាមានគុណវិបត្តិនិងគុណសម្បត្តិរបស់វាតែសួរយើងថាយើងទទួលយកបានអត់មួយណាដែលយើងធ្វើឲ្យមានអារម្មណ៍ថាយើងមានសេចក្តីសុខយើងមានកម្លាំងខ្លាំងជាងមុនជ្រើសរើសយកជំរឿខ្លួនឯងជាធំចា៎